ចាសម្រាប់បានបអសគឺយើងអាចប្រើជាមួយនឹងពេទ្យរដ្ឋចាមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យបង្អែកថ្នាក់ជាតិមានន័យថារាជធានីភ្នំពេញឲ្យទៅជាពេទ្យរដ្ឋគឺយើងអាចប្រើបានចាដូចជាការពិនិត្យផ្ទៃពោះទទួលបានអត្ថប្រយោជន៍84000ដងហ្នឹងបងប្អូនទៅពិនិត្យផ្ទៃពោះនៅពេទ្យរដ្ឋចាបងប្អូននឹងទទួលបានអត្ថប្រយោជន៍តែបើបងប្អូនទៅពិនិត្យនៅឯកជនបងប្អូនអត់ទទួលបានអត្ថប្រយោជន៍ហ្នឹងទេហើយអត្ថប្រយោជន៍ហ្នឹងគឺបានតែ4ដងទេអញ្ចឹងបើសិនបើស្ត្រីគាត់អាចគឺមកពិនិត្យឲ្យបាន4ដងទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះតែបើសិនបើយើងខកខានឧទាហរណ៍លើខកខានលើកទី1មានន័យថាក្រោម12សប្តាហ៍ចុះគឺយកបានមកពិនិត្យផ្ទៃពោះទេអញ្ចឹងបងប្អូនស្ត្រីខកខានម្ដងហើយអញ្ចឹងសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីបាននេះលុះត្រាតែយើងមកពិនិត្យទៀងទាត់អញ្ចឹងសំណូមពរឲ្យបងប្អូនទាំងអស់គ្នាគឺមកពិនិត្យផ្ទៃពោះនៅពេលដែលបាត់រដូវភ្លៀងដើម្បីទទួលបានអត្ថប្រយោជន៍បន្តបន្ទាប់ចាអរគុណច្រើន